បាទជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនទាំងគ្នាបាទនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមកបង្ហាញបងប្អូនទាំងគ្នាពីរបៀបនៃការ remove card ឬមួយក៏ការលុប card ចេញពីក្នុង app Lazada ដែលក្នុងការលុប card នេះខ្ញុំធ្លាប់បង្ហាញពីមុនរួចម្ដងមកហើយប៉ុន្តែដោយសារតែវាមានការ update ខ្លះអញ្ចឹងសម្រាប់ការលុប card ហ្នឹងគឺវាអត់នៅដូចដើមទេគឺវាមានការផ្លាស់ប្ដូរទីតាំងឬក៏ទីកន្លែងដែលត្រូវលុបអញ្ចឹងពីមុនគឺយើងចុចបើក app Lazada មកយើងចុចទៅលើពាក្យថា account ខាងក្រោមខាងស្ដាំដៃឲ្យយើងមើលនៅខាងក្រោមម្ដុំនេះគឺមានពាក្យថា payment option អញ្ចឹងគឺយើងចុចកន្លែងហ្នឹងដើម្បីធ្វើការ remove card ឬក៏លុប card ចេញប៉ុន្តែឥឡូវនេះវាអត់មានទេចូលទៅកន្លែង setting ក៏អត់មានចូលមកកន្លែងខាងក្រោមនេះក៏អត់មានដែរអញ្ចឹងយើងត្រូវធ្វើម៉េចឥឡូវវា update នៅខាងក្រៅវិញដោយបងប្អូនចូលទៅពាក្យ home កន្លែងនេះបាទរួចបន្តមកទៀតបងប្អូនមើលនៅជួរខាងលើកន្លែងនេះបងប្អូនរកមើលពាក្យថា payment voucher អញ្ចឹងយើងចុចទៅលើនឹងមួយទៅបាទបន្តមកទៀតបងប្អូនរកមើលពាក្យថា wallet អញ្ចឹងយើងចុចពាក្យថា wallet នេះហើយបាទរួចគឺវានឹងបង្ហាញលេខកាតចេញទៅលើហ្នឹងអញ្ចឹងបងប្អូនអាចធ្វើការលុបកាតនឹងចេញបានដោយយើងចុចទៅលើនឹងមួយបាទរួចវាបង្ហាញព័ត៌មានកាតរបស់យើងនៅក្នុងហ្នឹងបាទបន្តមកទៀតយើងចុចទៅលើសញ្ញាចុច3ខាងស្ដាំដៃខាងលើនេះបាទរួចគេចេញពាក្យថា delete payment option អញ្ចឹងយើងចុចទៅលើនឹងមួយទៅបាទយើងចុចពាក្យ yes អញ្ចឹងអានេះគឺអញ្ចឹងកាតរបស់យើងកន្លែងនេះត្រូវបានលុបហើយអត់មានជាប់នៅនឹងទៀតទេអញ្ចឹងកន្លែងនេះគឺរួចរាល់ហើយបងប្អូនចង់ទិញវគ្គក្រោយបងប្អូនអាច add កាតថ្មីចូលទៅក្នុងករណីកាតដែលបងប្អូនហួសសុពលភាពអីបងប្អូនអាចចូលទៅលុបនៅកន្លែងហ្នឹងបានអញ្ចឹងណាអញ្ចឹងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេបងប្អូនមានចង្អុលផ្សេងអាច comment សួរនៅខាងក្រោមវីដេអូឬមួយក៏បងប្អូនអាច join group Telegram ដែលមាន link នៅខាងក្រោម description នៃវីដេអូនឹងស្រេចហើយសម្រាប់ការ join group គឺខ្ញុំឆាចម្នាក់$1ដើម្បីចូលទៅក្នុង group ហ្នឹងហើយ like សម្រាប់បងប្អូនចង់ចេះទិញឲ្យកាន់តែច្បាស់អាចទិញជាកញ្ចប់មេរៀនសម្រាប់កញ្ចប់មេរៀនមួយចេះ$10ខ្ញុំមានវីដេអូមេរៀនលម្អិតជូនបងប្អូនតាំងពីដើមដល់ចប់នឹងការប្រឹក្សាជាមួយបងប្អូននឹងការប្រឹក្សាជាមួយបងប្អូនរហូតដល់បងប្អូនចេះទិញតែម្ដងហើយដោយឡែកសម្រាប់បងប្អូនដែលចង់បដូរលុយ Alipay ក៏ខ្ញុំមានសេវាកម្មបដូរលុយនឹងដែរអញ្ចឹងសម្រាប់អត្រាបដូរប្រាក់គឺធានាថាបានខ្ពស់ហើយធានាថាលុយស្អាតមិនមានបញ្ហាបលិបកកអីផ្សេងអញ្ចឹងបងប្អូនដែលចង់បដូរលុយ Alipay អាចតាក់ទងតាមរយៈលេខ Telegram នៅលើវីដេអូនឹងបានដូចគ្នាអញ្ចឹងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ